អូនតែឆ្ងល់ថាសវៈដឹកពីចិនមកនឹងគេគិតមិនចាបងប្អូនសម្រាប់ខាងខ្ញុំគឺសវៈដឹកពីចិនខ្ញុំថ្លឹងគីឡូជូនណាបងប្អូនមានមកកញ្ចប់10កញ្ចប់100កញ្ចប់អីគឺខ្ញុំប្រមូលចូលគ្នាថ្លឹងគីឡូរួមជូនដូចគ្នាតែចំពោះកញ្ចប់អីវ៉ាន់ធំកែធំនឹងគឺយើងឆាជាគីផ្សេងណាតែកញ្ចប់ដូចដូចកៅបិជើងអីហ្នឹងគឺអានឹងគីឡូដែលចៃបងប្អូនចង់កំងតិចក៏បានច្រើនក៏បានខ្ញុំទទួលដូចគ្នាណាហើយចំពោះបងប្អូននៅតាមខេត្តវិញក៏បាច់បារម្ភដែរខ្ញុំផ្ញើជូនបាន25ខេត្តក្រុងអញ្ចឹងសម្រាប់បងប្អូនចង់កំងវ៉ាន់មួយចិនតែអត់តន់ជាកំងអីគឺបាច់បារម្ភឯវិធីកំងគឺងាយស្រួលមែនតើទីមួយបងប្អូនត្រូវការមាន app មានថៅប៉ៅភីងតដល់1.8ឬក៏ CNE ចឹងទៅបងប្អូនចង់កំងពី app មួយណាក៏បានដែរចំពោះរបៀបធ្លាក់កំងវិញបងប្អូនគ្រាន់តែផ្ញើ link និងរូបភាពមកកាន់ជា shop មកអូខេហើយពេលអស់បងប្អូនគ្រាន់តែប្រាប់ទៅខាងខ្ញុំរៀបចំជាប្រតិបត្តិជូនឲ្យបងប្អូនរៀបចំ payment តាមតម្លៃប្រតិបត្តិហ្នឹងទៅអូខេហើយបន្ទាប់មកចន្លោះពី2ទៅ3សប្តាហ៍ក្រោយពេលបានមកដល់ខ្មែរខ្ញុំរៀបចំអាប់ដេតបងប្អូនថាមានអីវ៉ាន់ចូលចឹងបងប្អូនគ្រាន់តែ pay សម្រាប់ដឹកពីចិនមកខ្មែរទៅតាមទម្ងន់អីវ៉ាន់បងប្អូនជាក់ស្ដែងមកគឺអូខេបងប្អូនត្រូវការមកយកផ្ទាល់ក៏បានឬក៏ឲ្យរៀបចំផ្ញើជូនតាមរយៈបន្ថែមដូចជា NT ទៅទីតាំងបងប្អូនគ្រាន់តែប្រាប់ទៅខ្ញុំរៀបចំជូនចឹងណាចឹងសម្រាប់បងចង់កំងវ៉ាន់ចិនក៏អាចតាក់ទងមកជា shop បានណាអរគុណបាយ